nhóm việc nhạ đại trường nữa nè បាទ nhạ hơi chạy chip ô chip nữa អ៊ំនិយាយនេះជាការពិតដែលចិនចាក់ស្ដែងពីខ្លួនអ៊ំណោះ ចេញពីក្នុងបេះដូងមក អត់មានក្រុមហ៊ុនណាមកសោកប៉ាន់អ៊ំទេ អត់ទេអត់មានទេជាខ្លួនឯងយើងខ្លួនឯងហ្មង បាទ អត់មាននិយាយតាច្បាស់នេះនិយាយខ្ញុំបាទឈ្មោះឡាយប៊ុនហេងទីតាំងនឹងភូមិស្នាកដាលឃុំដូនតីស្រុកពញាក្រែកខេត្តក្បូងឃ្មុំខ្ញុំមានបញ្ជន67ហើយអូគ្រឿងសមុទ្រហូបអត់បានហ្មងខ្ញុំប្រហែល6 7ឆ្នាំហើយខ្ញុំវាញាដៃជើងហ្នឹងណា បាទ ញាឲ្យចាក់ជីបអូជិបហ្នឹងហើយនឹងអាឡើងម្រាមជើងហ្នឹងឲ្យលមូលកពើបាទណាលោកគ្រូអើយស្រាក់ស្រែកតែម៉ោង3ម៉ោង2ឡើងលមូលកពើប្រែខ្លួនទីលមូលស្រែកយោនិយាយក៏ចឹងខ្ញុំថាមើលឥឡូវយើងសាឯងឃើញវាហុំដាច់ចិត្តសួរទៅហ៎បាទសួរទៅដល់សួរលោកគ្រូថាអត់អីទេអញ្ចឹងតាក់តងមកឲ្យប្រាប់ឈ្មោះប្រាប់អាស័យដ្ឋានប្រាប់អីទៅខ្ញុំប្រាប់ថាដាក់តាមរយៈបុណ្យធម៌មក បាទ បាទហើយសេវាក៏លោកគ្រូអត់យកដែរ បាទ រួចទៅលេបអស់មកផ្ទះហ្នឹងមកផ្ទះវា10គ្រាប់មកផ្ទះវា10គ្រាប់ដល់អញ្ចឹងខ្ញុំហូបអស់10គ្រាប់ខ្ញុំជំរាបប្រាប់ទៅលោកគ្រូវិញប្រាប់ទៅលោកគ្រូវិញលោកគ្រូថាឥឡូវអ៊ំឯងលេបព្រឹកមួយគ្រាប់ល្ងាចមួយគ្រាប់ជាខ្សាក់ទៅហើយយាយគាត់លេបទេមួយគ្រាប់ព្រឹកទេជឿជាក់លើវិហុំនិយាយរួមមែនដូចថា99ទេចុះ បាទឥឡូវនេះបានធូរ វាបានល្អ 80% អ៊ំណោះ បាទជំងឺដែលស្ពឹកដៃចាក់តាមបាតដៃបាតជើងឬក៏លមួកពើហ្នឹងទៅការពិតហ្មងបាទអត់មានថាអីនិយាយលើខ្វាច់ទេ អ៊ំនិយាយនេះជាការពិតដែលចិនចាក់ស្ដែងពីខ្លួនអ៊ំណោះ ចេញពីក្នុងបេះដូងមកអត់ មានក្រុមហ៊ុនណាមកសោកប៉ាន់អ៊ំទេ អត់ទេអត់មានទេ ជាខ្លួនឯងយើងខ្លួនឯងហ្មង បាទ អត់មាននិយាយតាច្បាស់នេះនិយាយ បាទអញ្ចឹងអ្វីដែលអ៊ំនិយាយជាការពិតជាក់ស្ដែង ជា ហ្មង ការពិតហ្មង បាទយើងឈឺមែនជាមែន បាទឈឺមែនឈឺការពីឈឺមែនដល់ពេលហូបអាហ្នឹងគឺជាមែនហ្មង បាទ បាទ អរគុណច្រើនអ៊ំ បាទអរគុណ